ស្លាប់មានចំនួនខ្ពស់កំពុងត្រូវបានស៊ើបអង្កេតសហភាពអឺរ៉ុបដែលកំពុងជួបបញ្ហាប្រារព្ធខួបលើកទី60របស់ខ្លួននៅក្នុងការផ្សាយរបស់ VOA សម្លេងសហរដ្ឋអាមេរិកនៅពេលព្រឹកនេះពីរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ពីរដ្ឋមន្ត្រីការពារជាតិទាបាញ់និយាយថាលោកនឹងប្រើប្រាស់ជំនួយយោធាដើម្បីកំទេចការធ្វើបដិវត្តន៍ហើយពីទីក្រុងរ៉ុងហ្គូនមានសេចក្តីរាយការណ៍ពីប្រទេសចិនចូលរួមជួយដល់ដំណើរការសន្តិភាពដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាសូមឲ្យលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលជូនដោយនាងហុងចិន្តាសូមជើញចិន្តាបាទចាសសូមអរគុណលោកពូជីនលោកអ្នកកំពុងតែស្ដាប់ការផ្សាយព័ត៌មានដោយផ្ទាល់ពីបន្ទប់ផ្សាយរបស់ VOA ពីរដ្ឋធានី Washington លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងតែបង្វែរចំណាប់អារម្មណ៍របស់លោកទៅលើការធ្វើកំណែទម្រង់ពន្ធក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលុបចោលនិងជំនួសផែនការផ្ដល់សេវាថែទាំសុខភាពជាតិបានបរាជ័យលោកបានមានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃសុក្របន្ទាប់ពីសមាជិកខាងគណៈបក្សសាធារណរដ្ឋបានដកច្បាប់ដែលជំនួសច្បាប់ Affordable Care ដែលគេស្គាល់ថា Obamacare ចេញលោកបានថ្លែងថាខ្ញុំសូមនិយាយថាយើងនឹងប្រហែលជាចាប់ផ្ដើមកាន់តែខ្លាំងក្នុងការកាត់បន្ថយពន្ធក្នុងបរិមាណច្រើននិងធ្វើកំណែទម្រង់ពន្ធកិច្ចការនេះនឹងក្លាយជារឿងដែលត្រូវធ្វើបន្ទាប់សមាជិកខាងគណៈបក្សសាធារណរដ្ឋត្រូវបានបង្ខំឲ្យលុបចោលការបោះឆ្នោតដើម្បីជំនួសច្បាប់ថែទាំសុខភាពនៅក្នុងសភាដោយសារតែមិនទទួលបានការគាំទ្រគ្រប់គ្រាន់កាលពីព្រឹកថ្ងៃសុក្រលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលជាតិបានមានប្រសាសន៍ថានៅក្នុងអំឡុងពេលនៃការផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Axios លោកបាននិយាយថាលោកបានទៅដល់ពិនិត្យមើលលើច្បាប់កំណែទម្រង់ពន្ធរបស់រដ្ឋបាលលោក Trump អស់រយៈពេល2ខែមកហើយលោកថ្លែងថាច្បាប់នេះនឹងរួមបញ្ចូលទាំងសំណើក្នុងការកាត់ពន្ធដករបស់បុគ្គលនិងសហគ្រាសផងដែរការផ្ដោតសំខាន់របស់យើងគឺកាត់ពន្ធដល់អ្នកមានប្រាក់បៀវត្សរ៍មធ្យមមិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនហូរហៀនោះទេរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសៅរ៍ថាខ្លួននឹងផ្អាកសមរភូមិដណ្ដើមយកទីក្រុងមូស៊ុលពីក្រុមរដ្ឋអ៊ីស្លាមមួយរយៈសិនបន្ទាប់ពីមានសេចក្តីរាយការណ៍នានាចេញផ្សាយពីជនស៊ីវិលដែលបានស្លាប់មានចំនួនច្រើននេះបើយោងតាមសម្ដីរបស់អ្នកនាំពាក្យម្នាក់របស់កងកម្លាំងសន្តិសុខការផ្អាកការប្រយុទ្ធគ្នានេះត្រូវបានប្រកាសខណៈដែលក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតមួយទៅលើការវាយប្រហារផ្លូវអាកាសរបស់ក្រុមសម្ព័ន្ធមិត្តដែលសេចក្តីរាយការណ៍មួយចំនួនបានចេញផ្សាយថាថ្មីនេះខ្លួនបានសម្លាប់ជនស៊ីវិលអស់ជាង100នាក់នៅក្នុងតំបន់ GDD ដែលស្ថិតនៅក្បែរទីក្រុងមូស៊ុលនោះសេចក្តីថ្លែងការណ៍មួយរបស់ក្រុមសម្ព័ន្ធមិត្តបានឲ្យដឹងថាខ្លួនបានបើកការវិតម្លៃជាផ្លូវការទៅលើតួលេខជនស៊ីវិលដែលបានស្លាប់នៅក្នុងករណីចោទប្រកាន់នេះសេចក្តីថ្លែងការណ៍នេះក៏បានឲ្យដឹងថាយន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តតែងតែបើកការវាយប្រហារផ្លូវអាកាសទៅលើក្រុមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់នេះហើយកងកម្លាំងរបស់ក្រុមសម្ព័ន្ធមិត្តប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរៀបចំផែនការនិងការប្រតិបត្តិការវាយប្រហារផ្លូវអាកាសដើម្បីកាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់ជនស៊ីវិលសហភាពអឺរ៉ុបប្រារព្ធខួបលើកទី60របស់ខ្លួនជាមួយនឹងការចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅក្នុងទីក្រុងរ៉ូមកាលពីថ្ងៃសៅរ៍4ថ្ងៃមុនពេលចាប់ផ្ដើមដំណើរការចាកចេញជាផ្លូវការរបស់អង់គ្លេសពីសហភាពអឺរ៉ុបប្រទេសចំនួន27បានជួបគ្នាដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសថ្មីមួយស្តីពី Capitol Hill ដែលប្រទេសចំនួន6បានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូមដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុបក្នុងឆ្នាំ1957លោក Donald Tusk ប្រធានសហភាពអឺរ៉ុបបានមានប្រសាសន៍ថាបង្ហាញនៅថ្ងៃនេះគឺថាអ្នកគឺជាមេដឹកនាំសហភាពអឺរ៉ុបហើយអ្នកអាចបន្តរក្សាកេរមរតកនេះដែលយើងបានស្នងពីវីរបុរសដែលសមាហរណកម្មសហភាពអឺរ៉ុបរបស់យើងកាលពី60ឆ្នាំមុនថ្មីត្បិតតែមេដឹកនាំសហភាពអឺរ៉ុបបានធ្វើការបដិញ្ញាជាថ្មីទៅលើបណ្ដុំប្រទេសនេះនិងបានប្រកាសថាអឺរ៉ុបគឺជាអនាគតរួមរបស់យើងក៏សំណួរអំពីអនាគតរបស់សហភាពអឺរ៉ុបដោយគ្មានប្រទេសអង់គ្លេសចូលរួមគឺនៅតែជាកង្វល់ដ៏ធំមួយដដែលប្រធានាធិបតីទូគីថ្លែងថា
ប្រទេសរបស់លោកអាចនឹងធ្វើប្រជាមតិដោយអង់គ្លេសដែរដើម្បីសម្រេចថាតើគួរតែបន្តធ្វើជាសមាជិកសហភាពអឺរ៉ុបឬយ៉ាងណាថ្លែងការណ៍ពីថ្ងៃសៅរ៍នៅក្នុងវេទិកាមួយរវាងទូគីនិងអង់គ្លេសនៅក្នុងទីក្រុងអាតាយ៉ាលោកប្រធានាធិបតីទូគី Recep Tayyip Erdogan បានលើកសំណើនេះឡើងខណៈដែលភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលក្រុងអង្ការ៉ានិងរដ្ឋាភិបាលអឺរ៉ុបនានានៅមុនពេលធ្វើប្រជាមតិថ្ងៃទី16ខែមេសាដើម្បីបន្ថែមអំណាចដល់ប្រធានាធិបតីទូគីហើយលោកបាននិយាយថាទូគីអាចនឹងធ្វើប្រជាមតិស្រដៀងគ្នានេះក្រោយការបោះឆ្នោតថ្ងៃទី16ខែមេសាហើយលោកក៏បានបន្ថែមថាលោកនឹងគោរពទៅតាមអ្វីដែលប្រជាពលរដ្ឋសម្រេចគណៈបកនយោបាយប្រឆាំងសហភាពអឺរ៉ុបរបស់អង់គ្លេសបានបាត់បង់សមាជិកតែម្នាក់របស់ខ្លួនពីសភា4ថ្ងៃមុនពេលអង់គ្លេសចាក់ចេញពីសហភាពអឺរ៉ុបជាផ្លូវការលោក Douglas Carswell ដែលជាសមាជិកសភាតែម្នាក់គត់របស់គណៈបកឯករាជ្យអង់គ្លេសដែលប្រឆាំងនឹងអន្តោប្រវេសន៍នៅក្នុងចក្រភពអង់គ្លេសនិងប្រឆាំងនឹងសហភាពអឺរ៉ុបបានប្រកាសថាលោកចាក់ចេញពីគណៈបកកាលពីថ្ងៃសៅរ៍លោកបានសរសេរនៅក្នុងសារប្លុកមួយថាលោកចាក់ចេញតាមសម្រួលមានសេចក្តីសោមនស្សរីករាយជាមួយនឹងការដែលថាគណៈបករបស់លោកបានទទួលជ័យជំនះនៅក្នុងកិច្ចប្រជុំពិសេសមួយស្ដីពីជនភៀសខ្លួនសូម៉ាលីនៅក្នុងទីក្រុងណៃរ៉ូប៊ីកាលពីថ្ងៃសៅរ៍ប្រធានាធិបតីសូម៉ាលីលោកម៉ូហាម៉ាត់អាប់ឌូឡាហ៊ីម៉ូហាម៉ាត់ដែលត្រូវបានគេស្គាល់ជាទូទៅថាហ្វាម៉ាជូបានអំពាវនាវឲ្យមេដឹកនាំនៃអាជ្ញាធរអន្តរជាតិនៃប្រទេសទូទាំងពិភពលោកដែលហៅកាត់ថា IGAD ជួយដល់ប្រទេសរបស់លោកស្វែងរកដំណោះស្រាយថិតថេរមួយទៅលើវិបត្តិជនភៀសខ្លួនសូម៉ាលីដោយរួមទាំងការបញ្ចូលឡើងវិញនៅអ្នកដែលត្រឡប់មកតំបន់អាហ្វ្រិកវិញផងដែរប៉ូលីសនៅប្រទេសបេឡារុសបានបង្ក្រាបយ៉ាងចាស់ដៃកាលពីថ្ងៃសៅរ៍ទៅលើបាតុករប្រឆាំងដែលព្យាយាមធ្វើបាតកម្មដែលគេបានហាមឃាត់នៅក្នុងរដ្ឋធានីអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយបាននិយាយថាមនុស្សជាង400នាក់ត្រូវបានចាប់ខ្លួនហើយមនុស្សជាច្រើននាក់ទៀតត្រូវបានគេវាយដំអស់លោកអ្នកកំពុងតែស្ដាប់ VOA ប្រភពព័ត៌មានដ៏ទុកចិត្តបំផុតបើទោះជាក្រុមអ្នកវិភាគនិយាយថាការធ្វើបដិវត្តន៍នឹងមិនអាចកើតឡើងបាននោះឡើយក្នុងពិធីទទួលជំនួយសម្ភារៈយោធាពីសាធារណរដ្ឋកូរ៉េលោកទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថាលោកនឹងប្រើប្រាស់ជំនួយយោធានោះដើម្បីបង្ក្រាបចលនាបដិវត្តន៍ក្រុមអ្នកវិភាគនិយាយថាការនេះបញ្ជាក់ថារដ្ឋាភិបាលកំពុងបង្ហាញការភ័យខ្លាចចំពោះការបាត់បង់អំណាចរបស់ខ្លួនលោកហូរ៉ាស្មីនី VOA រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅលោកទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងកាលពីពេលថ្មីនេះថាកងទ័ពកម្ពុជានឹងប្រើសម្ភារៈយោធាដែលជាជំនួយរបស់បរទេសដើម្បីបង្ក្រាបចលនាបដិវត្តន៍ឬចលនានានាដែលបង្កឲ្យមានគ្រោះអាសន្នដល់ប្រទេសជាតិលោកនាយឧត្តមសេនីយ៍ទាបាញ់បានថ្លែងយ៉ាងដូចនេះនៅពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមនាយកព័ត៌មានក្នុងស្រុកកាលពីថ្ងៃប្រហ័សក្រោយពិធីប្រគល់រថយន្តនិងគ្រឿងចក្រវិស្វកម្មចំនួន222គ្រឿងដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េពិធីប្រគល់សម្ភារៈយោធានិងស៊ីវិលដែលមានការចូលរួមពីលោកកាងខៀងស៊ូអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសយោធាដេជោហ៊ុនសែនក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី23ខែមិនិនាឆ្នាំ2017លោកនាយឧត្តមសេនីយ៍ទាបាញ់ថ្លែងថាជំនួយយោធារបស់សាធារណរដ្ឋកូរ៉េនេះនឹងក្លាយជាផ្នែកមួយនៃកិច្ចប្រតិបត្តិការវាយប្រហារចលនាបដិវត្តន៍ខ្ញុំគិតថាមិនថាតបដិវត្តពណ៌ឬក៏បដិវត្តស្អីទេឲ្យតែវាអ្វីដែលវានាំមកភាពអន្តរាយដល់ប្រទេសជាតិឬនាំឲ្យប្រទេសជាតិកើតនៅហៅថាគ្រោះអាសន្នគឺថាច្បាស់ណាស់សម្ភារៈទាំងនេះគឺវានឹងចូលរួមចំណែកហើយដល់ដែលយើងទៅបំពាក់ទៅតាមបណ្ដាអង្គភាពវានឹងរួមចំណែកក្នុងការទប់ស្កាត់រហូតដល់ការហៅថាថែរក្សាសម្បត្តិផលទាំងឡាយរបស់យើងនឹងគឺឲ្យវាកាន់តែរឹងមាំទៀតក្រុមអ្នកវិភាគនិយាយថារដ្ឋាភិបាលនៅបន្តភ័យខ្លាចចំពោះចលនាប្រឆាំងនឹងការដឹកនាំរបស់ខ្លួនបន្ទាប់ពីមានការធ្លាក់ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងគំហុកនៅក្នុងការបោះឆ្នោតកាលពី74ឆ្នាំកន្លងទៅក្រុមអ្នកវិភាគបន្តថាប្រជាពលរដ្ឋខ្មែរទៅវិញទេដែលកំពុងបារម្ភថារដ្ឋាភិបាលបដូរពីការដឹកនាំបែបសេរីទៅរកការដឹកនាំតាមលទ្ធិកុម្មុយនីសវិញដោយសារប្រជាពលរដ្ឋបានសង្កេតឃើញថារដ្ឋាភិបាលកំពុងរំកិលខ្លួន
បន្តិចម្ដងទៅរកប្រទេសចិនលោកមាសនេះអ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមមានប្រសាសន៍ថាយើងមើលទៅដូចជាมันមានឃើញសញ្ញាអីដែលត្រង់កើតបដិវត្តពណ៌ទេព្រោះឥឡូវនេះគាត់និយាយកាន់តែច្រើនឡើងគាត់ជួយបារម្ភពីរដ្ឋាភិបាលវិញទេគាត់ខ្លាចរដ្ឋាភិបាលដូរពណ៌វិញទេដូរពណ៌នេះបានន័យថាពីពណ៌ខៀវមកពណ៌ក្រហមដោយសារតែគាត់សង្កេតឃើញថាពលរដ្ឋឃើញរដ្ឋាភិបាលហាក់ដូចជាងាកទៅរកចិនកាន់តែខ្លាំងឡើងហើយកាលណាងាកទៅរកចិនកាន់តែធ្ងន់គឺគាត់ព្រួយបារម្ភថាខ្លាចរបបកុម្មុយនីសវិលមកទុកយើងវិញនេះជាការមើលឃើញរបស់ពលរដ្ឋណាបាទមន្ត្រីជាន់ខ្ពស់គណៈបកកណ្ដាលអំណាចអះអាងថាគ្មានហេតុផលណាមួយដែលញ៉ាំងឲ្យរដ្ឋាភិបាលងាកទៅរកការដឹកនាំតាមលំនាំកុម្មុយនីសព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថាកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991លោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាមានប្រសាសន៍ថាក្នុងរដ្ឋធម្មនុញ្ញនៃប្រជាជាតិអាចារ្យកម្ពុជាដែលកើតឡើងតាមស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសគេបានកំណត់ហើយគឺថារាល់បញ្ហាណាដែលបដូររបបឬប្រព័ន្ធនយោបាយក្នុងការគ្រប់គ្រងដឹកនាំប្រទេសនឹងมันអាចធ្វើវិសោធនកម្មបានជាដាច់ខាតនឹងគេហាមរួចហើយទោះបីថាមានសម្លេងគ្រប់គ្រាន់2ភាគ3ក៏ដោយក៏มันអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយផ្លាស់ប្ដូររបបដឹកនាំគ្រប់គ្រងប្រទេសជាតិបានដែរក្នុងពិធីផ្ទេរប្រគល់សម្ភារៈយោធាដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺដដែលនោះលោកនាយឧត្តមសេនីយ៍ចៅភិរុនអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិបានថ្លែងថារថយន្តដែលមានអាយុជាង10ឆ្នាំនិងទូកល្បាតមួយគ្រឿងនឹងត្រូវប្រគល់ជូនបន្ថែមទៀតនៅក្នុងខែកក្កដាយោងតាមគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជាសាធារណរដ្ឋកូរ៉េបានប្រគល់ជំនួយសម្ភារៈរថយន្តនិងគ្រឿងចក្រវិស្វកម្មដល់កម្ពុជាចំនួន3លើកមកហើយគិតត្រឹមឆ្នាំ2017នេះការប្រគល់ជំនួយលើកទី1ត្រូវបានធ្វើឡើងនៅឆ្នាំ2010ដែលមានរថយន្តគ្រប់ប្រភេទចំនួន188គ្រឿងគ្រឿងចក្រគ្រប់ប្រភេទចំនួន66គ្រឿងនាវាល្បាតប្រភេទ YUB ចំនួន3គ្រឿងនិងសម្ភារៈការិយាល័យមួយចំនួនទៀតការប្រគល់លើកទី2ត្រូវបានធ្វើឡើងនៅឆ្នាំ2012ដែលសាធារណរដ្ឋកូរ៉េបានផ្ដល់រថយន្តគ្រប់ប្រភេទចំនួន212គ្រឿងគ្រឿងចក្រវិស្វកម្ម29គ្រឿងនិងសម្ភារៈបម្រើឲ្យការងារការិយាល័យមួយចំនួនទៀតនៅក្នុងឆ្នាំ2014 Global Post ដែលជាសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតបានរាយការណ៍ថាស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជាធ្លាប់មានឥទ្ធិពលលើកងទ័ពប្រទេសកម្ពុជា Global Post រាយការណ៍ថាដើម្បីរក្សាការធ្វើអាជីវកម្មក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាស្ថានទូតសាធារណរដ្ឋកូរ៉េកាលពី3ឆ្នាំមុនបានដាក់សម្ពាធដល់មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាឲ្យបញ្ជាការវាយបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមកម្មករដែលតវ៉ានៅរាជធានីភ្នំពេញដែលបានធ្វើអ្នកតវ៉ា5នាក់ស្លាប់ទោះជាយ៉ាងណាក៏ដោយស្ថានទូតសាធារណរដ្ឋកូរ៉េបានច្រានចោលការជាប់ពាក់ព័ន្ធនឹងការវាយបង្ក្រាបនេះបដិវត្តពណ៌ត្រូវគេដឹងថាបានផ្ទុះឡើងនៅប្រទេសមួយចំនួននៅក្នុងប្រទេសអារ៉ាប់ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ានិងតំបន់អាហ្វ្រិកហើយរាលដាលមកដល់តំបន់អឺរ៉ុបចលនាបដិវត្តបានផ្ទុះឡើងនៅក្នុងប្រទេសទាំងនោះក្រោយការកើតឡើងនៅរោគសញ្ញានៃវិបត្តិសង្គមនិងវិបត្តិនយោបាយធំរួមនឹងចំនួនសាសនាវិបត្តិទាំងនោះរួមមានការរីករាលដាលនៃភាពក្រីក្រអំពើពុករលួយគម្លាតទ្រព្យសម្បត្តិការប្រមូលផ្ដុំអំណាចការធ្លាក់ចុះដុនដាបនៃសេដ្ឋកិច្ចការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងការក្រាញអំណាចយូរហួសហេតុរបស់មេដឹកនាំប្រទេសរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំហុលរស្មី VOAនាពេលថ្មីនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាបានជួបពិភាក្សាជាមួយពួកឧទាមកុលសម្ព័ន្ធដើម្បីព្យាយាមធ្វើឲ្យដំណើរការសន្តិភាពមានដំណើរការឡើងវិញក្រោយពីត្រូវបានជាប់គាំងអស់មួយរយៈមករដ្ឋាភិបាលមីយ៉ាន់ម៉ានិងពួកឧទាមបានស្វាគមន៍ការចូលរួមរបស់ប្រទេសចិនជាអ្នកសម្របសម្រួលនៅក្នុងដំណើរការសន្តិភាពនេះក៏ប៉ុន្តែអ្នកវិភាគនានាឆ្ងល់ថាតើប្រទេសចិនអាចមានឥទ្ធិពលនៅក្នុងដំណើរការសន្តិភាពនេះបានកម្រិតណាដោយហេតុថារដ្ឋាភិបាលចិនមានទំនាក់ទំនងជាមួយក្រុមឧទាមខ្លាំងមួយចំនួនលោក Paul Virus រាយការណ៍អំពីរឿងនេះពីទីក្រុង Rangoon នៃប្រទេសមីយ៉ាន់ម៉ាលោកភីសុភាដាប្រាយសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅនាពេលថ្មីនេះរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាបានជួបជាមួយក្រុមសម្ព័ន្ធនៃពួកឧទាមកសម្ព័ន្ធ
ដើម្បីព្យាយាមធ្វើឲ្យដំណើរការសន្តិភាពមានដំណើរការឡើងវិញក្រោយពីត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែបន្ទាប់ពីការប្រយុទ្ធគ្នាបានកើនឡើងនៅភាគខាងជើងប្រទេសការប្រយុទ្ធគ្នានេះបានធ្វើឲ្យសាធារណជនបាត់បង់ជំនឿលើសមត្ថភាពរបស់លោកស្រីអង្សានស៊ូជីក្នុងការគ្រប់គ្រងកងទ័ពនិងជំរុញឲ្យមានសន្តិភាពអស្ថិរភាពនៅជិតតំបន់ព្រំដែនភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាបានជំរុញឲ្យប្រទេសចិនប្រឡូកខ្លួនដោយផ្ទាល់នៅក្នុងដំណើរការសន្តិភាពនេះរដ្ឋាភិបាលមីយ៉ាន់ម៉ានិងពួកឧទាមបានស្វាគមន៍ការគាំទ្ររបស់ចិនដោយប្រុងប្រយ័ត្នប៉ុន្តែអ្នកវិភាគមួយចំនួនមានចម្ងល់ថាតើរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមបញ្ចេញឥទ្ធិពលលើដំណើរការសន្តិភាពនេះតាមរយៈទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមឧទាមខ្លាំងៗទាំងនោះឬក៏យ៉ាងណានោះកាលពីថ្ងៃទី1ខែមីនាកន្លងទៅនេះមេដឹកនាំរដ្ឋាភិបាលលោកស្រីអង្សានស៊ូជីបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ជាលើកដំបូងបង្អស់ជាមួយក្រុមប្រឹក្សាសម្ព័ន្ធរួបរวมជាតិដែលមានសមាជិក7ក្រុមរួមទាំងក្រុមយោធាឯករាជ្យ Kachin ផងដែរចាប់តាំងពីពាក់កណ្ដាលខែតុលាឆ្នាំ2016មកពួកគេបានពិភាក្សាអំពីលក្ខខណ្ឌរបស់ក្រុមឧទាមនៅក្នុងការចូលរួមសន្និសីទស្តីពីសន្តិភាពដែលបានពន្យាពេលកន្លងមកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនិងនៅក្នុងការចូលរួមកិច្ចពិភាក្សានយោបាយអំពីការបង្កើតសហភាពប្រជាធិបតេយ្យសហព័ន្ធមួយកាលពីឆ្នាំ2015ក្រុមពួកឧទាមចំនួន3ក្រុមក្នុងចំណោម21ក្រុមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះការចុះហត្ថលេខានេះទទួលបានការសរសើរពីរដ្ឋាភិបាលបស្ចិមប្រទេសនានាដែលគាំទ្រដល់ដំណើរការនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយគណៈបកសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យចង់ឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះពីក្រុមឧទាមទាំងអស់លោកโซเทអ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា The stakeholders is opening the door for all of the EAO លោកស្រីអង្សានស៊ូជីកំពុងបើកទ្វារទទួលក្រុមឧទាមទាំងអស់ដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីលើកមុនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនិងចូលរួមនៅក្នុងកិច្ចពិភាក្សាខាងនយោបាយប៉ុន្តែការកសាងទំនុកចិត្តឡើងវិញនឹងមិនងាយស្រួលឡើយក្រុមពួកឧទាមបានខឹងសម្បាជាមួយនឹងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទាក់ទិននឹងការវាយប្រហារនាពេលថ្មីៗនេះរបស់ពួកយោធាដែលគ្រប់គ្រងក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃនៅក្រោមអំណាចរដ្ឋធម្មនុញ្ញចាប់តាំងពីខែកញ្ញាឆ្នាំ2016មកពួកយោធាបានវាយប្រហារយ៉ាងខ្លាំងក្លាដែលក្នុងនោះមានទាំងការវាយប្រហារតាមអាកាសរាប់មិនអស់ផងដែរទៅលើក្រុមយោធាឯករាជ្យ Kachin និងក្រុមពួកឧទាមកសម្ព័ន្ធតាអាងក្រុមពួកឧទាមកសម្ព័ន្ធកូកាងនិងក្រុមពួកឧទាមកសម្ព័ន្ធរ៉ាខាញនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាក្រុមឧទាមទាំង4បានបង្កើតជាសម្ព័ន្ធភាពភូមាខាងជើងកាលពីចុងខែវិច្ឆិកាឆ្នាំ2016និងបានបើកការវាយបកទៅលើក្រុង Moose ដែលជាកន្លែងឆ្លងកាត់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ានិងចិនក្រុងនេះមានចំនួនពាណិជ្ជកម្មប្រចាំឆ្នាំប្រមាណជា$4000 លានអាមេរិកពួកឧទាមបានកាន់កាប់ក្រុងម៉ុងកូដែលស្ថិតនៅជិតព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍និងបានបំផ្លាញផ្លូវថ្នល់និងស្ពានមួយចំនួនការចង់បានជាចម្បងរបស់ពួកក្រុមឧទាមទាំងនេះគឺការសម្របសម្រួលរបស់រដ្ឋាភិបាលចិននៅក្នុងដំណើរការសន្តិភាពនេះការវាយប្រហារនេះបានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់រត់គេចខ្លួនទៅកាន់ប្រទេសចិននិងបានបណ្ដាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវឲ្យមានការឈប់វាយប្រយុទ្ធគ្នាជាបន្ទាន់ជារឿយៗប្រទេសចិនបានគាំទ្រដំណើរការសន្តិភាពនេះចាប់តាំងពីចំនួនបានផ្ទុះឡើងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ2011មកប៉ុន្តែឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយរបស់ចិនកំពុងតែជំរុញឲ្យប្រទេសចិនចូលរួមកាន់តែខ្លាំងនៅក្នុងដំណើរការសន្តិភាពនេះហើយរដ្ឋាភិបាលចិនបានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសារមកហើយចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ2016មកប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិនបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់2លើករួចមកហើយដែលនៅក្នុងកិច្ចប្រជុំទាំងនោះមន្ត្រីនៃក្រសួងការបរទេសនិងមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខតាមព្រំដែនកាលពីខែធ្នូឆ្នាំ2016ក្រុមពួកឧទាមទាំង4ក្រុមនិងក្រុមមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបានរដ្ឋាភិបាលចិនអញ្ជើញទៅចូលរួមកិច្ចពិភាក្សានៅក្នុងទីក្រុងគុនមីងខេត្តយួនណានប៉ុន្តែការពិភាក្សានោះបានបរាជ័យភ្លាមៗបន្ទាប់ពីអ្នកចូលរួមបានធ្វើដំណើរមកដល់តុចរចាប្រទេសចិនបានផ្ដល់ថវិកាចំនួន$3 លានអាមេរិកសម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាពនេះហើយក្រុមមន្ត្រីការទូតរបស់ចិនកំពុងតែជំរុញរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមពួកឧទាមទាំងអស់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់កាលពីខែកុម្ភៈកន្លងទៅនេះប្រធានក្រុមឧទាមសហភាពជាតិការ៉ែនលោកមូតូសៃផូគឺជាមេដឹកនាំឧទាមការ៉ែនដំបូងបង្អស់ដែលទៅធ្វើទស្សនកិច្ចនៅប្រទេសចិនលោកបានជួបជាមួយនឹងលោកស៊ុនគួសៀងបេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអាស៊ី
នៅក្នុងទីក្រុងគុនមីងមុននឹងធ្វើដំណើរទៅទីស្នាក់ការកណ្ដាលរបស់ក្រុមយោធាឯករាជ្យឈិនដែលស្ថិតនៅតាមព្រំដែនដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពដែលជាប់គាំងកន្លងមកក្រុមឧទាមសហភាពជាតិការ៉ែនគឺជាហត្ថលេខីមួយរូបនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះប្រធានអង្គការ Euro Burma Office លោកហានយ៉ាងវីដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះបានប្រាប់ VOA ថាលោកស៊ុនកងសៀងបាននិយាយយ៉ាងច្បាស់ថារដ្ឋាភិបាលចិននឹងមិនលូកដៃចូលក្នុងកិច្ចការប្រទេសមីយ៉ាន់ម៉ានោះទេចិននឹងមិនធ្វើជាអ្នកកាត់សេចក្តីឬធ្វើជាអាញាកណ្ដាលឡើយប៉ុន្តែចិនចង់ឃើញប្រទេសមីយ៉ាន់ម៉ាមានសន្តិភាពនិងស្ថិរភាពលោកបានបន្ថែមថាស្ថិតនៅក្រោមលក្ខខណ្ឌទាំងនេះភាគីដែលជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះប្រហែលជាអាចស្វាគមន៍ការចូលរួមរបស់ចិនលោកខូអ៊ូរ៉េអគ្គលេខាធិការក្រុមប្រឹក្សាសហព័ន្ធរួបរวมជាតិបាននិយាយថាក្រុមប្រឹក្សាសហព័ន្ធរួបរวมជាតិមិនមានទំនាក់ទំនងជាមួយនឹងប្រទេសចិននោះទេហើយក្រុមប្រឹក្សានេះនៅរងចាំមើលទូនាទីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដំណើរការសន្តិភាពនេះប៉ុន្តែលោកបានបន្ថែមថាយើងត្រូវការចូលរួមពីអន្តរជាតិដោយសារតែយើងដែលជាក្រុមឧទាមនិងរដ្ឋាភិបាលមិនទុកចិត្តគ្នាទៅវិញទៅមកលោកហ្សូថេដែលជាអ្នកនាំពាក្យរបស់លោកស្រីអង្សានស៊ូជីបានបញ្ជាក់ថាដំណើរការរបស់កិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះបោះជំហានទៅមុខបានល្អនៅក្នុងប្រទេសប៉ុន្តែលោកបាននិយាយថាមេដឹកនាំមីយ៉ាន់ម៉ាបានស្នើសុំឲ្យមានការគាំទ្រពីសំណាក់រដ្ឋាភិបាលចិននៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែសីហាឆ្នាំមុនដោយសារតែប្រទេសចិនដើរតួនាទីសំខាន់ក្នុងការជំរុញភាគីពាក់ព័ន្ធដែលមិនមែនជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះទាំងអស់ឲ្យចូលមកកាន់តុចរចាប៉ុន្តែពួកយោធាមីយ៉ាន់ម៉ានៅតែមិនទុកចិត្តដោយសារតែចិននៅតែបន្តទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមយោធារដ្ឋវ៉ានិងជាមួយនឹងក្រុមឧទាមជនជាតិភាគតិចចិនកូកាងនិងពួកឧទាមម៉ុងឡាដែលក្រុមទាំងនេះបានបើកប្រតិបត្តិការបះបោរបែបកុម្មុយនីសដែលគាំទ្រដោយចិនរហូតទាល់តែពួកគេឈានដល់ការឈប់វាយប្រយុទ្ធគ្នាជាមួយនឹងអតីតរដ្ឋាភិបាលយោធាភូមានៅក្នុងឆ្នាំ1988អ្នកសង្កេតស្ថានភាពនានាជឿជាក់ថាក្រុមយោធារដ្ឋវ៉ាដែលជាក្រុមខ្លាំងមានសមាជិកចំនួន 20,000 នាក់នោះបានទទួលគ្រឿងសព្វាវុធធនធ្ងន់ពីចិនកាលពីប្រមាណឆ្នាំថ្មីៗនេះនិងបានផ្ដល់ការគាំទ្រសំខាន់ទៅឲ្យក្រុមឧទាមផ្សេងទៀតផងដែរលោក Tom Kramer អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Transnational Institute ដែលសិក្សាអំពីក្រុមយោធារដ្ឋវ៉ាបាននិយាយថាយោធាមីយ៉ាន់ម៉ាបានស្វាគមន៍ចិនឲ្យចូលរួមទោះបីជាពួកគេមានការស្ទាក់ស្ទើរនៅក្នុងរឿងនេះក៏ដោយសារតែប្រហែលមកពីពេលនេះពួកយោធាកំពុងគិតថាចិនអាចដាក់សម្ពាធលើក្រុមឧទាមនៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាឲ្យចូលរួមនៅក្នុងកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះកាលពីចុងខែកុម្ភៈកន្លងទៅនេះក្រុមយោធារដ្ឋវ៉ាបានរៀបចំកិច្ចប្រជុំជាមួយក្រុមឧទាម6ក្រុមដែលក្នុងនោះមានទាំងក្រុមយោធាឯករាជ្យឈិនផងដែរដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពនេះប៉ុន្តែលទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះគឺពួកគេបានបដិសេធចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះនិងបានអំពាវនាវឲ្យមានការរៀបចំដំណើរការសន្តិភាពថ្មីស្រឡាងមួយដែលសម្របសម្រួលដោយប្រទេសចិនដែលករណីនេះបានធ្វើឲ្យអ្នកសង្កេតស្ថានភាពជាច្រើនមានការភ្ញាក់ផ្អើលលោក Anthony Davis អ្នកវិភាគផ្នែកសន្តិសុខផ្ដោតលើប្រទេសមីយ៉ាន់ម៉ាបាននិយាយថាការគាំទ្រជាសាធារណៈរបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះបង្ហាញឲ្យឃើញពីគោលជំហរតែមួយខាងរបស់ចិនចំពោះដំណើរការសន្តិភាពនេះលោកបានបញ្ជាក់ថាតម្រូវការថ្មីរបស់ក្រុមពួកឧទាមវ៉ាបង្ហាញពីគម្រោងផែនការថ្មីស្រឡាងមួយផ្សេងទៀតរបស់ចិនលោក Davis បានប្រាប់ VOA ថាប្រសិនបើគិតថាក្រុមឧទាមវ៉ាដែលពឹងផ្អែកលើការគាំទ្ររបស់ចិនកំពុងតែប្រកាន់យកតួនាទីមួយដែលប្រឆាំងនឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំងនោះគឺពិតជាល្ងងពេកហើយនេះជាយុទ្ធសាស្ត្រធ្វើពុតដែលគេសម្ដែងឡើងហើយនៅទីបញ្ចប់ល្បែងនេះនឹងមិនពិបាកស្មាននោះទេគឺថាដំណើរការសន្តិភាពថ្មីមួយដែលត្រូវការចិនជាអ្នកសម្របសម្រួលដ៏ចាំបាច់បំផុតដើម្បីទទួលបានជោគជ័យជាជាងដំណើរការសន្តិភាពដែលត្រូវការសម្របសម្រួលពីបស្ចិមប្រទេសឬពីប្រទេសជប៉ុនលោកហ្សូថេអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថាការទាមទាររបស់ក្រុមពួកឧទាមដែលដឹកនាំដោយក្រុមយោធារដ្ឋវ៉ាអាចបង្កឲ្យមានបញ្ហាស្មុគស្មាញមួយចំនួនប៉ុន្តែនឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពនេះនោះទេលោកបានបន្ថែមទៀតថាភាពខុសប្លែកណាមួយជាមួយនឹងក្រុមយោធារដ្ឋវ៉ាអាចដោះស្រាយបានតាមរយៈកិច្ចពិភាក្សានយោបាយដែលគ្រោងទុកជាមុនពីរដ្ឋធានី Washington ខ្ញុំភីសុភាដា VOAនៅក្នុងការផ្សាយរបស់ VOA សម្លេងសហរដ្ឋអាមេរិកនៅពេលយប់នេះសូមអរលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍របស់នាយកព័ត៌មាន VOA ពីប្រទេសកម្ពុជាតំបន់អាស៊ីនិងពីជុំវិញពិភពលោកតទៅនេះនាងហុងចិន្តាសូមជូនព័ត៌មានពិភពលោកសង្ខេបសូមជើញចិន្តាបាទចាសសូមអរគុណលោកពូជីន
ប្រទេសប៉ាគីស្ថានបានឲ្យដឹងថាខ្លួនបានចាប់ផ្ដើមសាងសង់របងនៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាននិងផ្ដល់អាទិភាពដល់តំបន់ណាដែលប្រឈមនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធឆ្លងព្រំដែនលោកអគ្គមេបញ្ជាការកងទ័ពកាម៉ាចាវ៉េតបាច់វ៉ាបានបង្ហាញអំពីគម្រោងនេះក្នុងអំឡុងពេលដែលលោកធ្វើទស្សនកិច្ចកាលពីថ្ងៃសៅរ៍ទៅកាន់សង្កាត់កុលសម្ព័ន្ធនានាដោយរួមទាំងសង្កាត់ម៉ូមែនក្បែរព្រំប្រទល់ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថានដែលនៅទីនោះក្រុមភេរវករធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ជួរមុខពីទល់ដែនម្ខាងទៀតនិងសម្លាប់ទាហានប៉ាគីស្ថានអស់ចំនួន5នាក់នៅក្នុងខែនេះក្រុមសកម្មប្រយុទ្ធកុងហ្គោមួយក្រុមបានកាត់ក្បាលប៉ូលីស42នាក់នៅក្នុងការវាយឆ្មក់មួយនៅក្បែរទីក្រុងខាណាហ្គានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនេះបើយោងតាមសម្ដីរបស់មន្ត្រីក្នុងតំបន់ម្នាក់ដែលបានឲ្យដឹងកាលពីថ្ងៃសៅរ៍លោក Françoisកាឡាំបាប្រធានក្រុមប្រឹក្សាថ្នាក់ខេត្តខាសៃបានមានប្រសាសន៍ថាក្រុមសកម្មប្រយុទ្ធកាមូណាសាពូបានលួចវាយឆ្មក់មន្ត្រីប៉ូលីសមួយក្រុមដែលធ្វើដំណើរចន្លោះទីក្រុងកាណាហ្គានិងទីក្រុងស៊ីកាប៉ាកាលពីមួយថ្ងៃមុននោះក្រុមសកម្មប្រយុទ្ធនេះបានចាប់ខ្លួនមន្ត្រីប៉ូលីសនិងបានកាត់ក្បាលពួកគេអស់ចំនួន42នាក់មនុស្សរាប់ពាន់នាក់ដោយរួមមានទាំងអាចារ្យសាសនាគ្រឹះនិកាយអូរ៉ូតូដុកផងនោះបានដើរដង្ហែនៅក្នុងរដ្ឋធានីប៊ូចារ៉េសនៃប្រទេសរ៉ូម៉ានីនិងនៅក្នុងទីក្រុងដទៃទៀតដើម្បីបញ្ចេញការប្រឆាំងរបស់ពួកគេទៅនឹងការរំលូតកូននិងបង្ហាញការគាំទ្ររបស់ខ្លួនសម្រាប់ជីវិតគ្រួសារសមាជិកនៃក្រុមដែលប្រឆាំងនឹងការរំលូតកូនបានប្រមូលផ្ដុំគ្នានៅក្នុងសួនច្បារមួយនៅប៉ែកខាងត្បូងរដ្ឋធានីប៊ូចារ៉េសកាលពីថ្ងៃសៅរ៍និងបានដើរតវ៉ាដោយស្រែកពាក្យស្លោកនានាដូចជាស្រែកថាជីវិតជាដើមប៉ូលីសក្រិចនិយាយថាពួកគេបានចាប់ខ្លួនអ្នកបើករថយន្តដឹកទំនិញជនជាតិទូគីម្នាក់និងអ្នកបើករថយន្តដឹកទំនិញជនជាតិប៊ុលហ្គារីម្នាក់ដែលបានដឹកជនអន្តោប្រវេសន៍សរុបចំនួន20នាក់នៅក្បែរព្រំប្រទល់ប៉ែកឦសានរវាងក្រិចនិងទូគីប៉ូលីសនិយាយកាលពីថ្ងៃសៅរ៍ថាអ្នកបើករថយន្តជនជាតិទូគីម្នាក់នោះបានដឹកជនជាតិប៉ាគីស្ថាន8នាក់ជនជាតិអ៊ីរ៉ាក់ម្នាក់និងជនជាតិសេរីម្នាក់ហើយអ្នកបើកបររថយន្តជនជាតិប៊ុលហ្គារីដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របានដឹកបរិសុទ្ធជនជាតិប៉ាគីស្ថានចំនួន10នាក់ប៉ូលីសនិយាយថាតួលេខជនអន្តោប្រវេសន៍គ្មានឯកសារដែលត្រូវបានចាប់ខ្លួនឆ្លងព្រំដែនពីប្រទេសទូគីមកមានជាមធ្យមគឺ400នាក់ក្នុងមួយខែ